បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងវីដេអូនេះដែរបង្ហាញលោកគ្រូអ្នកគ្រូអំពីការធ្វើតេស្តវិនិច្ឆ័យនៅក្នុងកម្មវិធី Python បាទប៉ុន្តែដោយសារតែកម្មវិធី Python របស់យើងដើម្បីអាចធ្វើតេស្តវិនិច្ឆ័យបានលុះត្រាណាតែសិស្សគាត់បានធ្វើតេស្តដើមឆ្នាំឬចុងឆ្នាំនៅក្នុងថ្នាល PLP ជាមុនសិនបាទអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីការចូលទៅធ្វើតេស្តដើមឆ្នាំឬចុងឆ្នាំដែលហៅកាត់ថាប្រភេទ CALM នៅក្នុងថ្នាល PLP បន្ទាប់មកយើងទៅធ្វើតេស្តវិនិច្ឆ័យនៅក្នុងថ្នាល Python បាទអញ្ចឹងខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូបាទអញ្ចឹងនេះគឺជាថ្នាល PLP បាទនេះគឺជាគណនីគ្រូអញ្ចឹងដើម្បីធ្វើតេស្តវិនិច្ឆ័យនៅក្នុង Python បានគឺលោកគ្រូអ្នកគ្រូត្រូវទៅស្វែងរកសិស្សណាម្នាក់ដើម្បីធ្វើតេស្ត CALM ឬក៏តេស្តដើមឆ្នាំចុងឆ្នាំបាទអញ្ចឹងខ្ញុំសូមលើកយកឧទាហរណ៍សិស្សឈ្មោះឆាយរតនាបាទអញ្ចឹងខ្ញុំចូលបដូរទៅគណនីឆាយរតនាមកបន្ទាប់មកទៀតខ្ញុំចូលមកកន្លែងធ្វើតេស្តបាទធ្វើតេស្តនៅខាងលើនេះហើយខ្ញុំចូលទៅប្រឡងដើមឆ្នាំឬចុងឆ្នាំ CALM បាទអញ្ចឹងសិស្សឈ្មោះរតនានេះគាត់គឺជាសិស្សថ្នាក់ទី3បាទអញ្ចឹងដើម្បីទៅធ្វើតេស្តវិនិច្ឆ័យបានគឺយើងត្រូវបញ្ចប់តេស្ត CALM នេះជាមុនសិនបាទអញ្ចឹងខ្ញុំសូមបង្ហាញនេះគឺជាការចុចបង្ហាញត្រួសទេអញ្ចឹងខ្ញុំសូមចុចដើម្បីឲ្យធ្វើម៉េចឲ្យសិស្សនឹងអាចគាត់ស្ថិតនៅក្នុងនីតិ DEF ដើម្បីអាចទៅធ្វើតេស្តវិនិច្ឆ័យនៅក្នុង Python បានបាទនេះគឺជាការធ្វើតេស្តគណិតវិទ្យាបាទអញ្ចឹងខ្ញុំសូមចុចយកបាទចុងក្រោយគឺយើងដាក់បញ្ជូតនេះគឺជាការធ្វើតេស្តដើមឆ្នាំចុងឆ្នាំ CALM មុខវិជ្ជាគណិតវិទ្យាបាទអញ្ចឹងបន្ទាប់ពីធ្វើតេស្តចប់វានឹងបង្ហាញលទ្ធផលបាទអញ្ចឹងចម្លើយរបស់ខ្ញុំនេះគឺត្រូវបានតែ13ទេខុស37អញ្ចឹងខ្ញុំសូមទៅបន្តទៅធ្វើតេស្ត CALM មុខវិជ្ជាភាសាខ្មែរម្ដងបាទដើម្បីយើងអាចទៅធ្វើតេស្តវិនិច្ឆ័យបានបាទ
នេះខ្ញុំបានធ្វើតេស្តបញ្ចប់មុខវិជ្ជាភាសាខ្មែរថ្នាក់ទី3ហើយបាទអញ្ចឹងបន្តមកទៀតខ្ញុំសូមទៅមើលលទ្ធផលរបស់ខ្ញុំមុននេះអញ្ចឹងនេះគឺជាលទ្ធផលដែលខ្ញុំទទួលបានបន្ទាប់ពីធ្វើតេស្ត CALM ភាសាខ្មែរនិងគណិតវិទ្យាហើយឃើញថាខ្ញុំទទួលបាននិទ្ទេសF ទាំងពីរបាទគឺធ្លាក់ទាំងពីរអញ្ចឹងបន្ទាប់ពីខ្ញុំបានបញ្ចប់ធ្វើតេស្ត CALM ហើយខ្ញុំសូមចូលទៅកាន់ថ្នាល Python តែម្ដងបាទអញ្ចឹងនេះគឺជាផ្ទាំងដំបូងនៃថ្នាល Python អញ្ចឹងដើម្បីធ្វើតេស្តវិនិច្ឆ័យសិស្សឧទាហរណ៍ឈ្មោះសិស្សឆៃរតនាមុននេះខ្ញុំចូលមក profile ដែលនៅខាងស្ដាំដៃខ្ញុំចុចនៅលើ profile នេះបាទបន្តមកទៀតខ្ញុំមកបញ្ជីសិស្សហើយខ្ញុំចូលមកសិស្សរបស់ខ្ញុំបាទអញ្ចឹងសិស្សរបស់ខ្ញុំគឺនៅក្នុងនេះគឺជាបញ្ជីសិស្សដែលនៅក្នុងថ្នាក់រៀនរបស់ខ្ញុំទាំងអស់បាទអញ្ចឹងវានឹងចេញមកបែបនេះដោយលោកគ្រូអ្នកគ្រូបានឃើញអញ្ចឹងថាមានសិស្សខ្លះលោតចេញនិទ្ទេសមានសិស្សខ្លះអត់លោតចេញនិទ្ទេសទេអញ្ចឹងនៅក្នុងថ្នាក់រៀនរបស់ខ្ញុំនេះគឺខ្ញុំបានធ្វើតេស្តសាកល្បង CALM នេះសិស្ស2នាក់រួចមកហើយបាទអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើតេស្ត CALM រួចមកហើយវានឹងបង្ហាញលទ្ធផលហើយអញ្ចឹងបើសិនជាសិស្សនឹងគាត់ទទួលបាននិទ្ទេស DEF គឺគាត់អាចមកធ្វើតេស្តវិនិច្ឆ័យនៅក្នុងនេះបានបាទ